นะโมพุทธัสสะนะโมธัมมัสสะนะโมสังฆัสสะសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃនេះសាលារិយទ្រព្យមានញាតិញោមខ្លះគាត់ឆ្ងល់សាលារិយទ្រព្យនឹងបានន័យថាម៉េចនៅក្នុងពាក្យនេះមែនតើទៅគឺមាន3បទផងសាលាមួយបទរិយៈមួយបទទ្រព្យនឹងមួយបទបើយើងមើលនៅក្នុងពាក្យមួយពាក្យថាសាលានេះតាមវចនានុក្រមលោកពយល់ថាជាផ្ទះឬក៏មន្ទីរឬក៏រោងហើយបើយើងប្រើក្នុងទីវត្តទីអារាមដូចជាឧបដ្ឋានសាលាឬក៏សាលាបុណ្យឧបដ្ឋានសាលានេះมันជាសាលាសម្រាប់ទំនុកគម្រប់បងហើយពាក្យថារិយៈនេះប្រែថាប្រសើរប្រែថាត្រឹមត្រូវក៏បានសុភាពក៏បានរៀបរយក៏បានមានបែបបត់ល្អក៏បានស្លូតត្រង់ក៏បានដែលឥតទោសនឹងក៏បានបងហើយពាក្យថាទ្រព្យនេះបើនៅក្នុងអត្ថកថាឡាវកសោតលោកសម្ដែងថាជាទីរីករាយចិត្តបងចឹងពាក្យថាទ្រព្យហ្នឹងគឺសំដៅដល់វត្ថុធនធានសម្បត្តិមិនបើយើងនិយាយក្នុងពុទ្ធសាសនាមានចែកជាទ្រព្យដែលជាលោកយៈទ្រព្យនិងលោកុត្តរៈទ្រព្យចឹងទៅបើនិយាយក្នុងធម៌ព្រះអង្គសម្ដែងពីអរិយទ្រព្យទ្រព្យដ៏ប្រសើរហ្នឹងគឺមានដល់ទៅ7បងមានសទ្ធាតនੰទ្រព្យគឺសទ្ធាសីលតនੰទ្រព្យគឺសិលហិរិតនੰទ្រព្យគឺហិរិការខ្មាស់បាបធ្វើបាបអត្តបតនੰទ្រព្យគឺអត្តបៈការខ្លាចបាបសុតតនੰទ្រព្យគឺសុតៈភាពជាពហុសូតត្រង់នៅចំណេះសន្សំនៅចំណេះធម៌ទាំងឡាយនឹងហៅថាទ្រព្យគឺសុតៈនឹងបងហើយចាកៈតនੰទ្រព្យគឺចាកៈជាអ្នកមានចិត្តដែលប្រះចាកមន្ទិលគឺសេចក្តីកំណាញ់មានការបរិច្ចាគរួចហើយមានដៃលាងស្អាតហើយយ៉ាងទៅហើយទី7ហ្នឹងគឺបញ្ញាតនੰទ្រព្យគឺបញ្ញានឹងយើងនិយាយតាមពធព្រះអង្គម្ដែងពីអរិយទ្រព្យហ្នឹងមាន7ប្រការអញ្ចឹងពាក្យថាសាលាអរិយទ្រព្យនេះនៅក្នុងអត្ថន័យមួយថាជាទីកន្លែងសម្រាប់ប្រជុំបំពេញបុណ្យកុសលផ្សេងដ៏ប្រសើរដែលប្រព្រឹត្តទៅជាប់តកតងដោយសទ្ធាសិលហិរិអត្តបៈសុតៈចាកៈបញ្ញាអញ្ចឹងទីកន្លែងសម្រាប់ប្រជុំបំពេញបុណ្យកុសលផ្សេងដែលជាប់តកតងដោយសទ្ធាជាដើមនឹងឯងបានជាហៅថាបានជាដាក់ឈ្មោះថាជាសាលាអរិយទ្រព្យចឹងញាតិញោមបានយល់នៅក្នុងពាក្យហ្នឹងណាបងដែលយើងបានប្រជុំគ្នាទៅជ័យគ្នាតកតងការដាក់ឈ្មោះសាលាហ្នឹងដោយសារសាលាយើងមានលក្ខណៈវិចិត្រល្អហើយម្យ៉ាងក៏ជាទីកន្លែងសម្រាប់ប្រជុំពេញបុណ្យកុសលផ្សេងប្រកបដោយសទ្ធានិងបញ្ញាចឹងក៏សម្រេចដាក់ឈ្មោះថាជាសាលាអរិយទ្រព្យចឹងគឺជាទីកន្លែងប្រជុំពេញបុណ្យផ្សេងប្រកបដោយសទ្ធានិងបញ្ញាហើយម្យ៉ាងបើនិយាយពីអរិយទ្រព្យនេះគឺជាលោកុត្តរៈជាមរតករបស់ព្រះសម្មាសម្ពុទ្ធមរតកដែលជាលោកុត្តរៈណាបងដែលព្រះអង្គបានសម្រេចនៅលើរតនបល្ល័ង្កហើយព្រះអង្គបានប្រទានបានចែកឲ្យដល់ព្រះរាហុលជាបុត្ររបស់ព្រះអង្គហើយយើងគ្រប់គ្នាហ្នឹងក៏ជាពុទ្ធបុត្រជាបុត្ររបស់ព្រះសម្មាសម្ពុទ្ធដែរដែលសំខាន់យើងមានពុទ្ធពធប្រសងជាសារណៈមានសិលមានសទ្ធាមានបញ្ញាជាដើមហើយយើងបដិបត្តិទៅគឺយើងនឹងទទួលបានអរិយទ្រព្យដែលជាទ្រព្យដ៏ប្រសើរដែលជាលោកុត្តរៈអញ្ចឹងសូមពុទ្ធបរិស័ទបង្អោននៅសេចក្តីគោរពជ្រះថ្លាអនុមោទនាក្នុងកិច្ចការងារកសាងនៅសាលាអរិយទ្រព្យក៏ដូចជាការកសាងនៅកុសលផ្សេងប្រកបដោយសទ្ធានិងបញ្ញា
សូមបានជាឧបនិស្ស័យដ៏ល្អក្នុងព្រះពុទ្ធសាសនារួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនា